នគរបាលខណ្ឌដង្កោបញ្ជាអំពីគោលដៅអនុវត្តរដ្ឋបន្ទឹងច្បាប់ចរាចរណ៍ផ្លូវគោកនាយប់ថ្ងៃទី4ខែមេសាភ្នំពេញក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីយប់ថ្ងៃទី4ខែមេសាឆ្នាំ2025កម្លាំងអធិការនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តរដ្ឋបន្ទឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅមុខសាលាខណ្ឌដង្កោស្ថិតនៅផ្លូវ217ភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញលុះដល់វេលាម៉ោង 23:43 នាទីមានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2CC 8365បើកបរដោយឈ្មោះសុនវិសាលភេទប្រុសជិះឆ្លងកាត់គោលដៅអនុវត្តរដ្ឋបន្ទឹងច្បាប់ចរាចរណ៍ផ្លូវគោកទើបសមត្ថកិច្ចនៅគោលដៅមានការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹងក៏បានឃាត់រថយន្តឲ្យឈប់ដើម្បីឲ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹងបន្ទាប់ពីធ្វើការផ្លុំរោគជាតិស្រវឹងរួចជាលទ្ធផលរកឃើញជាតិអាល់កុល 0.47 មីលីក្រាមក្នុង1លីត្រខ្យល់សមត្ថកិច្ចចេញវិក័យប័ត្រផាកពិន័យតាមច្បាប់ចំនួន2លានរៀលប៉ុន្តែអ្នកបើកបរមិនព្រមបង់ថវិកាផាកពិន័យនោះទេដោយធ្វើសកម្មភាពស្រែកឡូឡាអុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ចនឹងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ចហើយនិយាយអធិប្បាយចោទប្រកាន់មកលើសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់ថាសមត្ថកិច្ចធ្វើស៊ីចំពោះបុរសម្នាក់ជិះម៉ូតូមួយគ្រឿងនៅអនិច្ចជនឲ្យចូលផ្លុំរោគជាតិអាល់កុលដើម្បីផាកពិន័យការពិតបុរសនោះឈ្មោះជាឌីមភេទប្រុសកើតនៅឆ្នាំ2000គឺគាត់មិនមែនជាអនិច្ចជននោះទេខណៈដែលសមត្ថកិច្ចឲ្យគាត់ឈ្មោះជាធីមផ្លុំរោគជាតិអាល់កុលតែផ្លុំមិនត្រឹមត្រូវតាមបច្ចេកទេសទើបសមត្ថកិច្ចព្យាយាមណែនាំឲ្យគាត់សហការផ្លុំឲ្យបានត្រឹមត្រូវតាមបច្ចេកទេសបន្ទាប់មកដោយឃើញបុគ្គលឈ្មោះសុនវិសាល live វីដេអូក៏ឈ្មោះជាឌីមក៏ឈប់សហការផ្លុំតែម្ដងក្រោយមកសមត្ថកិច្ចក៏បាននាំយករថយន្តនិងម៉ូតូរបស់អ្នកទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដោយរងចាំពួកគេចូលមកដោះស្រាយ